កម្ពុជាមានអត្តភាពឡើងទៅវគ្គប្រកួតក្នុងពានរង្វាន់ FIFA Asian Cup ដែលរៀបចំដោយ FIFA បើសិនជាយើងមើលទៅលើ FIFA Ranking កម្ពុជាពិតជាមានឱកាសខ្ពស់មែន FIFA Asian Cup ដែលកម្ពុជានឹងចូលរួមនេះគឺត្រូវបែងចែកជាពីរកម្រិត Division 1 ហើយនិង Division 2 ដែលកម្រិតទាំងពីរនេះគឺត្រូវបែងចែកដោយផ្អែកទៅលើចំណាត់ថ្នាក់ FIFA ហើយសម្រាប់កម្ពុជារបស់យើងគឺត្រូវបែងចែកមកកម្រិតទី2 Division 2 ដែលមាន6ប្រទេសនឹងចូលរួម6ប្រទេសគឺត្រូវបែងចែកជាពីរពូលសម្រាប់ក្រុមជម្រើសជាកម្ពុជាគឺស្ថិតនៅក្នុង Pool B ដែលនៅក្នុងនោះគឺមានឡាវហើយនិងទីម៉័រខាងកើតហើយចំពោះពូ A គឺមានប្រុយណេហុងកុងហើយនិងមីយ៉ាន់ម៉ាអ្វីដែលគួរឲ្យចាប់អារម្មណ៍នឹងចំពោះការប្រកួតនោះគឺអត់មានការប្រកួតវគ្គ4ក្រុមចុងក្រោយទេគឺមានតែវគ្គផ្ដាច់ព្រាត់យកតែម្ដងក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ1នៅក្នុងពូលនីមួយៗគឺនឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រាត់អូតូហើយចំពោះក្រុមដែលឈរនៅចំណាត់ថ្នាក់លេខ2នៅក្នុងពូលគឺនឹងត្រូវប្រកួតគ្នាដើម្បីដណ្ដើមយកចំណាត់ថ្នាក់លេខ3ចឹងមានន័យថានៅវគ្គចែកពូលនេះបើសិនជាកម្ពុជារបស់យើងធ្វើបានល្អយកឈ្នះឡាវហើយនិងទីម៉័រនោះយើងនឹងត្រូវឡើងទៅវគ្គផ្ដាច់ព្រាត់ជួបជាមួយនឹងក្រុមលេខ1នៅក្នុងពូល A ការបច្ចេកប្រកួតគឺចាប់ផ្ដើមពីថ្ងៃ21កញ្ញារហូតទៅដល់ថ្ងៃទី1តុលាឆ្នាំ2026ដែល Division 2 របស់យើងនេះហុងកុងនឹងធ្វើជាម្ចាស់ផ្ទះបើសិនជាផ្អែកទៅលើចំណាត់ថ្នាក់ FIFA វិញកម្ពុជារបស់យើងគឺមានសង្ឃឹមជាងឡាវហើយនិងទីម៉័រក៏ប៉ុន្តែគ្រប់យ៉ាងគឺស្ថិតនៅក្នុងការប្រកួតជាក់ស្ដែងចំពោះបងប្អូនតើគិតថាកម្ពុជារបស់យើងអាចនឹងធ្វើបានឡើងទៅវគ្គផ្ដាច់ព្រាត់បានដែរឬទេ comment ប្រាប់ខ្ញុំខាងក្រោមហើយកុំភ្លេច follow ខ្ញុំម្នាក់មួយផង